បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានៅ Channel PTMU ទាំងអស់គ្នាហើយសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី29នៃខែតុលាឆ្នាំ2025នៅក្នុងថ្ងៃនេះខ្ញុំមានព័ត៌មានបន្ទាន់មួយដើម្បីលើកយកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងពាក់ព័ន្ធនឹងករណីអគ្គិភ័យដែលបានវាយលុកនៅឯប្រទេសថៃឆេះឃ្លាំងស្តុកទុកអាហារនៅឯខេត្តចាជាងសេរាប្រទេសថៃដែលធ្វើឲ្យមនុស្សជាច្រើនរងរបួសនិងមានអ្នកជាប់គាំងនៅក្នុងអគារផងដែរបងប្អូនដូច្នេះនៅក្នុងថ្ងៃនេះបើតាមប្រភពសារព័ត៌មានថៃដែលគេបានចុះផ្សាយនៅថ្ងៃទី29ខែតុលាឆ្នាំ2025នេះតែម្ដងនៅម៉ោងប្រមាណជា 11:45 នាទីថ្ងៃត្រង់កើតមានឧបទ្ទហេតុភ្លើងឆេះនៅឯឃ្លាំងរោងចក្រនៅតំបន់ស្រុកមេខុងខេត្តចាជាងសេរាប្រទេសថៃហើយឧបទ្ទហេតុនេះកើតឡើងនៅឯឃ្លាំងស្តុកទុកអាហារឲ្យកកនៅក្នុងតំបន់ខ្លងណាខនយុងខេតដែលជារោងចក្រផលិតអាហារដ៏ធំមួយក្នុងស្រុកប្រទេសថៃផងដែរតាមសេចក្តីរាយការណ៍ដំបូងគឺមានមនុស្សជាច្រើនអ្នកត្រូវបានជាប់នៅក្នុងអគារហើយមានផ្សែងខ្មួខ្មាញ់ដែលនាំឲ្យមនុស្សទាំងអស់នោះពិបាកក្នុងការដកដង្ហើមនិងរត់ចេញភៀសខ្លួនអគារឃ្លាំងបានចាប់ផ្ដើមឆេះហើយបាក់ចេញមកតែម្ដងបងប្អូនដោយសារតែភ្លើងឆេះពេញទំហំអគារដែលធ្វើឲ្យក្រុមការងារសង្គ្រោះពិបាកក្នុងការចូលទៅសង្គ្រោះហើយមានសភាពស្មុគស្មាញបើតាមព័ត៌មានចេញពីកន្លែងកើតហេតុបង្ហាញថាផ្សែងខ្មៅក្រាស់បានហុយឡើងយ៉ាងសន្ធោសន្ធៅនិងមានភ្លើងឆាបឆេះពេញមួយទំហំឃ្លាំងនេះតែម្ដងហើយកងកម្លាំងពន្លត់អគ្គិភ័យមកពីស្ថាប័នដែលពាក់ព័ន្ធក៏រួមជាមួយនឹងកងកម្លាំងស្ម័គ្រចិត្តពន្លត់អគ្គិភ័យមកពីភាគខាងកើតបានប្រញាប់ប្រញាល់ចូលទៅក្នុងទីតាំងភ្លាមៗដើម្បីចាប់ផ្ដើមបាញ់ទឹកបងប្អូនណាស្រោចស្រពសង្គ្រោះភ្លើងនេះកុំឲ្យរីករាលដាលទៅកាន់អគារដែលនៅជុំវិញនោះទៀតហើយក្រុមការងារសង្គ្រោះធ្វើការយ៉ាងហ្មត់ចត់យកចិត្តទុកដាក់ដើម្បីជួយសង្គ្រោះទៅដល់មនុស្សដែលត្រូវបានជាប់នៅក្នុងឃ្លាំងនេះបើទោះបីជាអគារនេះកំពុងតែរង្គោះរង្គើបាក់ស្រុតមកយ៉ាងណាក៏ដោយបងប្អូនគិតត្រឹមម៉ោង12យើងមិនទាន់ទទួលបានរបាយការណ៍ពីអ្នករងគ្រោះទេប៉ុន្តែមុននេះបន្តិចគឺខ្ញុំបានស្រាវជ្រាវនិងបានធ្វើការអាប់ដេតពាក់ព័ន្ធជាមួយនឹងករណីនេះគឺមានមនុស្សបងប្អូនណាមានមនុស្សជាប់ដូច្នេះហើយយើងអាប់ដេតព័ត៌មានអ្នករងគ្រោះពាក់ព័ន្ធនឹងឧបទ្ទហេតុភ្លើងឆេះឃ្លាំងស្តុកទុកអាហារនេះបន្តិចនៅថ្ងៃដដែលហ្នឹងបងប្អូនម៉ោងប្រមាណជា1ហើយទើបរបាយការណ៍ព័ត៌មានគេចេញផ្សាយថាមន្ត្រីបងប្អូនណាបើតាមការបញ្ជាក់ពីមន្ត្រីសុខភាពសាធារណៈខេត្តចៃជីងតេរ៉ាអ្នករងគ្រោះដែលត្រូវបានដឹកមកមន្ទីរពេទ្យនោះរួមមានអ្នកដែលថប់ដង្ហើមដោយសារតែផ្សែងយ៉ាងហោចណាស់ក៏មាន10ទៅ15អ្នកដែលត្រូវព្យាបាលដោយឧបករណ៍ជំនួយដង្ហើមឬក៏បំពង់អុកស៊ីសែនភ្លាមហើយកំពុងតែសម្រាកពិនិត្យសុខភាពនិងព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកហើយភាគច្រើនគឺជាកម្មករនិងបុគ្គលិកដែលធ្វើការនៅក្នុងឃ្លាំងហើយអ្នករបួសបងប្អូនណាអ្នករបួសធ្ងន់ធ្ងរដោយសារតែភ្លើងឆេះក៏រួមទាំងការបាក់ស្រុតអគារត្រូវនឹងប្រហែលជា5ទៅ8នាក់ដោយសារតែអគារបាក់ស្រុតនិងភ្លើងឆេះពួកគេត្រូវបានដឹកទៅមន្ទីរពេទ្យសង្គ្រោះនៅឯទីក្រុងបាងកកក៏រួមទាំងមន្ទីរពេទ្យក្នុងស្រុកតាមស្ថានភាពជាក់ស្ដែងអ្នកដែលរបួសតិចព្យាបាលក្នុងស្រុកអ្នកដែលរបួសធ្ងន់ដឹកយកទៅទីក្រុងបាងកកជាបន្ទាន់ហើយអ្នកជាប់នៅក្នុងអគារដែលត្រូវបានសង្គ្រោះយ៉ាងហោចណាស់មាន20នាក់ត្រូវបានដឹកចេញដោយសុវត្ថិភាពប៉ុន្តែត្រូវបានពិនិត្យសុខភាពបន្ថែមដោយសារតែពួកគាត់ទទួលរងនៅផ្សែងពុលទាំងអស់នោះដូច្នេះជាឧបទ្ទហេតុមួយដែលកាចសាហាវដែរបងប្អូនសម្រាប់ថ្ងៃនេះហើយក្រុមការងារសង្គ្រោះបន្ទាន់មកពីកាកបាទក្រហមថៃនិងមន្ត្រីដែលជួយសង្គ្រោះភ្លើងមកវិភាគខាងកើតបានប្រើប្រាស់ឧបករណ៍បំពង់អុកស៊ីសែនជាច្រើនគ្រាប់ដើម្បីជួយសង្គ្រោះហើយក៏រួមទាំងឧបករណ៍កាត់អគារបងប្អូនណាដើម្បីជួយដល់អ្នកជាប់ក្នុងឃ្លាំងនោះផងដែរហើយស្ថានភាពទាំងអស់គឺគេត្រូវបានគ្រប់គ្រងបានហើយក៏មានការព្រួយបារម្ភចំពោះការឆេះរីដាលជាបន្ថែមទៀតផងដែរប្រសិនបើមិនមានការយកចិត្តទុកដាក់អាជ្ញាធរបញ្ជាក់ថាការពិនិត្យសុខភាពនៅតែបន្តរហូតបងប្អូនណាបន្ទាប់ពីថ្ងៃនេះតទៅក៏នៅតែពិនិត្យសុខភាពដល់កម្មករផ្សេងៗទៀតដែរដោយសារតែរងផលប៉ះពាល់ពីផ្សែងហើយម្យ៉ាងវិញទៀតទំនិញអាហារគឺត្រូវបានខូចខាតទាំងស្រុងដោយសារតែផ្សែងធ្វើការវាយលុកនិងបំពុលទៅដល់ចំណីអាហារទាំងអស់នេះហើយនេះជាករណីអគ្គិភ័យមួយដែលបានឆាប់ឆេះនៅក្នុងថ្ងៃនេះបងប្អូនដែលបង្កគ្រោះថ្នាក់មែនទែនទៅដល់ប្រជាពលរដ្ឋរួមទាំងកម្មករដែលធ្វើការនៅក្នុងរោងចក្រមួយនេះ
ហើយបើគិតជាទឹកប្រាក់ដែលគេសន្មត់គឺខ្ទង់ប្រហែលជា1លានបាតទៅ2លានបាតដែរបងប្អូនសម្រាប់ការឆេះនេះហើយឥឡូវនេះគឺមានការជួយសង្គ្រោះអំពីអាជ្ញាធរក៏រួមទាំងមន្ត្រីសមត្ថកិច្ចនៅទីនោះគ្រប់គ្រងស្ថានភាពនេះបានហើយប៉ុន្តែពាក់ព័ន្ធជាមួយនឹងអ្នកស្លាប់ឬក៏អ្នករបួសដែលត្រូវដឹកទៅបាងកកនិងក្នុងស្រុកយើងមិនទាន់ដឹងអំពីចំនួនអ្នកដែលស្លាប់ឬក៏របួសទេយើងគ្រាន់តែដឹងថា5ទៅ8អ្នកគឺរបួសធ្ងន់ហើយសម្រាប់អ្នកដែលសង្គ្រោះបឋមគឺមានខ្ទង់ចូលជិត30នាក់បងប្អូនណាបើយើងគិតទៅជិត30នាក់ចាំមើលយើងអាប់ដេតព័ត៌មាននេះទាំងអស់គ្នាថាតើមានអ្នកស្លាប់ប៉ុន្មានហើយអ្នករបួសធ្ងន់បន្ថែមទៀតប៉ុន្មាននេះជាព័ត៌មានបន្តមួយសម្រាប់ថ្ងៃទី29តាក់ទងនឹងអគ្គិភ័យដែលឆេះនៅពាក់កណ្ដាលថ្ងៃត្រង់ថ្ងៃទី29នេះតែម្ដងនៅឯប្រទេសថៃបងប្អូនឆេះរោងចក្រនោះគឺជារោងចក្រផលិតចំណីអាហារក្នុងស្រុកប៉ុន្តែឆេះឃ្លាំងស្តុកទុកអាហារទេហើយក្រោមមូលហេតុផ្សេងយើងមិនទាន់ដឹងទេថាបង្កឡើងដោយសារអ្វីឥឡូវនេះអាជ្ញាធរក៏រួមទាំងមន្ត្រីកំពុងតែដាក់ការស៊ើបអង្កេតពាក់ព័ន្ធជាមួយនឹងករណីនេះរបាយការណ៍ក៏រួមទាំងការរាយការណ៍អំពីអ្នករងរបួសគេនឹងធ្វើការអាប់ដេតនៅពេលក្រោយខ្ញុំនឹងលើកជូនបងប្អូននៅវីដេអូក្រោយជាបន្តបន្ទាប់តែអ្វីដែលសំខាន់បងប្អូនរដូវនេះគឺជារដូវលំហើយក៏ជារដូវលំហើយស្ងួតណាបងប្អូនមិនមែនលំហើយសើមទេដូច្នេះហើយជាលំហើយស្ងួតដូច្នេះមិនថាកម្ពុជាមិនថាថៃទេសូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាករណីអគ្គិភ័យពេលនេះកំពុងតែវាយលុកច្រើនកម្ពុជាយើងក៏មានដែរមួយរយៈនេះខ្ញុំឃើញថាកើតមានច្រើនដូចគ្នាប៉ុន្តែមានបងប្អូនសារព័ត៌មានផ្សព្វផ្សាយដូច្នេះទលំទលាយហើយអ្វីដែលសំខាន់គឺខ្ញុំនឹងលើកយកករណីអគ្គិភ័យនៅឯប្រទេសថៃដើម្បីលើកយកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងម្ដងដូច្នេះសូមបងប្អូនទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្នកុំស្ដាយពាក់ព័ន្ធជាមួយនឹងព្រីភ្លើងដែលខូចខ្សែភ្លើងតូចកណ្ដោកាត់អីហ្នឹងមានតំណមានអីបងប្អូនអាចដូរបានដូរទៅដោយសារតែ$1 $2 $10ឬក៏10000 20000 30000ហ្នឹងហើយយើងនៅតែព្យាយាមប្រើប្រាស់វាពេលដល់ដែលវាមានអបតហេតុអគ្គិភ័យឆាបឆេះធ្វើឲ្យយើងខាត់បងរាប់លានរាប់សែនបងប្អូនហើយអ្វីដែលសំខាន់ភាគច្រើនថៃបងប្អូននៅពេលដែលមានរឿងអគ្គិភ័យកើតឡើងពេលដែលរបាយការណ៍ឆ្លើយចេញមកភាគច្រើនដោយសារតែខ្សែភ្លើងចាស់ឧបករណ៍ពាក់ព័ន្ធនឹងការប្រើប្រាស់អគ្គិភ័យឆ្លងចរន្តហ្នឹងគឺសុទ្ធតែជាឧបករណ៍ចាស់យូរឆ្នាំដូច្នេះប្រទេសគេជឿនលឿនផងនៅតែមិនព្រមដូរមិនព្រមផ្លាស់បងប្អូនណានេះជាអ្វីដែលគួរតែប្រុងប្រយ័ត្នដូច្នេះគេកើតយើងប្រុងប្រយ័ត្នគេកើតយើងប្រុងប្រយ័ត្នណាបងប្អូនសម្រាប់អត្ថបទក្នុងពេលនេះក៏ដល់ទីបញ្ចប់ដែរក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដាននៅព័ត៌មានបន្តមួយនេះប្រសិនបើមានការអាប់ដេតពាក់ព័ន្ធនឹងករណីនេះខ្ញុំនឹងលើកជូនដល់បងប្អូននៅវីដេអូក្រោយនៅពេលនេះខ្ញុំបាទ PTM New ក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយជាបន្តទៀត